សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាហ្វូងឈាមនិងឆ្កែកងវាលជាមនៅជនបទដាច់ស្រយាលមួយមានជាមួយហ្វូងត្រូវគេប្រឡែងឲ្យទៅរកស៊ីតាមវាលស្មៅផ្សេងៗដោយមានឆ្កែមួយក្បាលនៅមើលឃ្វាលពេលព្រឹកម្ចាស់ក៏ប្រឡែងឈាមចេញពីក្រោលឲ្យដើរស៊ីស្មៅដោយខ្លួនឯងលុះដល់ពេលល្ងាចទើបឲ្យឆ្កែកងវាលគៀងចូលក្រោលវិញជារៀងរាល់ថ្ងៃជាមឃើញសកម្មភាពបែបនេះក៏កើតទៅជាតូចចិត្តតូចថ្លើមព្រមទាំងគិតថាម្ចាស់របស់ខ្លួនមានចិត្តលំអៀងស្រឡាញ់ឆ្កែជាងពួកខ្លួនជាជាមដែលជាអ្នកផ្ដល់ប្រយោជន៍ឲ្យច្រើនជាងឆ្កែដែលមិនឃើញបានប្រយោជន៍អ្វីដល់ម្ចាស់ប៉ុណ្ណាឡើយម្ចាស់របស់យើងដូចជាមិនយុត្តិធម៌សោះយើងខំផ្ដល់ទាំងរោមទាំងទឹកដោះគាត់គួរតែផ្ដល់ចម្បាំងឆ្ងាញ់ៗតែបែរជាមិនណោយឲ្យយើងដើរទៅរកស្មៅស៊ីដោយខ្លួនឯងទៅវិញចំណែកឯឆ្កែគ្មានទឹកដោះគ្មានរោមគ្មានអ្វីឲ្យគាត់ទេតែបែរជាបានអាហារឆ្ងាញ់សល់ពីតុបាយយកមកស៊ីទន្ទឹមនឹងខ្លួនវាហាក់ដូចជាពុំមានប្រយោជន៍អ្វីបន្តិចបន្តួចសោះពាក្យសម្ដីទាំងនេះបានរាលដាលដឹងឮដល់ឈាមទាំងហ្វូងធ្វើឲ្យពួកឈាមកើតក្តីតូចចិត្តគ្រប់គ្នាឆ្កែបានឮដូច្នេះក៏និយាយទៅកាន់ឈាមថាពួកឈាមឯងទាំងអស់គ្នាសាកគិតមើលបន្តិចសិនពួកឯងថាខ្ញុំចេះតើខ្ញុំចោះជាអ្នកដែលមិនបានការអ្វីការដែលឯងរាល់គ្នារស់នៅបានសុខពុំមានឆ្កែព្រៃឬសត្វសាហាវផ្សេងមកចាប់សម្លាប់ធ្វើជាចំណីដោយសពថ្ងៃនេះតើដោយសារក្បាលអ្នកណាជាអ្នកការពារពួកឯងការដែលពួកឯងនៅរួមគ្នាទាំងហ្វូងពុំមានអ្នកណាវង្វេងទៅណាតើមិនមែនមកពីក្បាលយើងជាអ្នកចាំជួយគៀងដឹកនាំពួកឯងទេឬយើងមើលថែទាំពួកឯងទាំងហ្វូងតែពួកឯងបែរជាថាយើងមិនបានការអ្វីដូចនេះតើវាសមដែរឬទេការដែលយើងខិតខំធ្វើការដោយពុំបានឬពុំមានឆ្លោះឆ្លួយបែបនេះពួកឯងគិតទៅមើលថាតើយើងសមគួរតែបានទទួលអាហារល្អដែរឬទេចាប់តាំងពីពេលនោះមកហ្វូងឈាមក៏ឈប់អន់ចិត្តតទៅទៀតមនុស្សម្នាក់មានមុខតួនាទីរៀងៗខ្លួនចូលខិតខំបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អប្រសើរជាជាងការចាំច្រណែននិន្ទានឹងអ្នកដទៃ Sharing for more.